នឲ្យគេទៅតែមានកម្មវិធីឯណាអីលក្ខណៈគ្រួសារជឿនទៀតអេនៅនេះទេកូនអើតមើលសោះឈ្ងោកដល់ហើយចាសូមគោរពចាថ្ងៃនេះស្លៀកខ្លែងតែបាទចាសូមគោរពចាបាទវាសួរបាទវាសួរអានេះវាសួរគូនគេអានេះយើងគួសមចាគួសមកូនពេលឲ្យទៅមុខទៅលហើយក្រោយបាទថានេះយើងជួបាត់តែយើងខ្ទប់ឲ្យអីចាសូមគោរពភ្ញៀវរួមជាតិនិងអន្តរជាតិទាំងអស់ចានិងពុកម៉ែបងប្អូននៅក្នុងនេះនិងតាមគេឋានចាជាពិសេសគឺអ្នកកសែតក្រៅស្រុកនិងក្នុងស្រុកចាអ្នកកសែតមកចាទាំងអស់ថ្ងៃនេះគឺមានកម្មវិធីដ៏អស្ចារ្យមួយរបស់ក្រុមគ្រួសារលោកពូស្រីនិងអ្នកមីងតឲ្យចាគឺគាត់ជ្រើសរើសកូនភាសាអ្នកមានចំណេះដឹងចាមុននឹងកម្មវិធីនេះចាប់ផ្ដើមសូមស្នើផ្ទះដៃមួយខ្លាំងមួយគ្រាន់តែរើសដៃផ្អើមកភូមិចាអរគុណដែលពុកម៉ែបងប្អូនផ្ទះដៃឲ្យខ្ញុំចាមែនទេខ្ញុំសុំទោសតាមពិតជួបជាមួយនឹងបង្គោលក្រហមអូសុំទោសអមជួបជាមួយនឹងគណៈកម្មការសមយាមកខាងនេះគណៈកម្មការទៀតទាំងពីររូបចាមកហើយចាគណៈកម្មការមុខដូចនាងសាក់ឡូសុំផ្ទះដៃឲ្យគណៈកម្មការមួយចាសុំជើញគណៈកម្មការយកខ្លួនឯងអង្គុយនោះអេជឿទៀតបានតិចអីព្រៃមូលព្រៃខ្លាប្រឹក្សាអនឡាញអូនឯងអូនបងមើលពីឆ្ងាយមើលអូនឃើញតែអូនណាគេអញ្ជើញបងមកឲ្យធ្វើគណៈកម្មការហេគេមកច្រៀងអាយ៉ៃអត់ទេធ្វើគណៈកម្មការបងទៅចង់វិញឆ្កុយទៅអត់មានឲ្យបងមកច្រៀងអាយ៉ៃទេហើយអ្នកចេះជាងខ្ញុំមកកណោមិនហៅមកដែលបងនឹងស៊ីថោកជាងគេអូមនុស្សមិនស្គាល់ដឹងថាខ្លួនឯងធ្វើអីផងហ្នឹងហើយអួតតាំងខ្លួនឯងអ្នកចេះដែរបងសពអាបសពគណៈកម្មការចាទី2នេះគណៈកម្មការពិតប្រាកដចាគណៈកម្មការទី2គុំគិតថាធុងសម្រាមដាក់តែសម្រាមមិនមែនទេយើងយករបស់មានតម្លៃទៅដាក់គឺធុងសម្រាមគឺមានតម្លៃឧទាហរណ៍យើងរើសបានលុយ$1 លានក្នុងធុងសម្រាមយើងគិតថាធុងសម្រាមនេះគឺជាអាយុជីវិតរបស់យើងហើយយើងនឹងស្រឡាញ់ធុងសម្រាមយើងនឹងដេកអោបធុងសម្រាមថ្ងៃក្រោយក្រឡេកឃើញធុងសម្រាមថាអន់ណាស់ក៏បានវែកមើលមកបន្តិចដែរហើយជាការពិតអត់សមគណៈកម្មការណែស្គួតចាសូមឲ្យគណៈកម្មការចាផ្ដល់ជាយោបល់និងមតិចាអង្គភាពទាំងមូលចាជំរាបសួរហេតុអីយើងធ្វើបែបនេះមិនមែនគិតថាជំរាបលានឹងទៅវិញទេជំរាបលាត្រដាងឲ្យឃើញពីមុខមាត់សម្រស់និងកាយវិការដ៏ស្រស់ស្អាតខ្ញុំធ្លាប់ឃើញឪពុកខ្ញុំគាត់ទៅតាមកម្មវិធីគេគាត់ទៅដល់ខ្ញុំសូមឲ្យលួចនំគេមកផ្ទះហ្នឹងអូនស្ងាត់ខ្ញុំសូមជម្រាបសួរហើយកម្មវិធីគេអញ្ជើញគាត់ទៅប៉ុណ្ណាទៅដល់ខ្ញុំសូមធ្វើស្អីគេអញ្ជើញយើងទៅដល់ខ្ញុំជម្រាបសួរល្អបំផុតហើយខ្ញុំមានមុខធ្វើជាគណៈកម្មការកិត្តិយសក្នុងកម្មវិធីនេះខ្ញុំមកដល់កន្លែងនេះបងប្អូនឆ្ងល់ហេតុអីបាទខ្ញុំមកដល់កន្លែងនេះដើរមកមូលហេតុតែមួយគត់គឺខ្ញុំដើរមកឲ្យគាត់ថាអញ្ចឹងវ៉ាឲ្យវាដឹកនិយាយមុនបានអត់ដឹងទេមានដឹងមកជួយស្រោតទៅខ្ញុំអីខ្ញុំមកនេះគ្មានអ្នកណាអញ្ជើញខ្ញុំមកទេគេអញ្ជើញមកខ្ញុំមកឲ្យខ្លួនឯងបាទខ្ញុំមកឬខ្ញុំសម្រេចចិត្តថាមកគឺខ្ញុំមកមានប្រយោជន៍ដោយកម្មវិធីបុណ្យការអីអញ្ជើញខ្ញុំអត់ទៅទេបើហៅព្រីទៅបើហៅទៅចងដៃអត់ទៅកុំយកការរាប់អានចង់បានលុយខ្ញុំអត់ទៅទេអត់សូវឆ្លៃអរគុណដល់គណៈកម្មការអត់អស់ទេនៅទេចាអរគុណខ្ញុំស្មានចាប់ខ្ញុំមិនមែនថាលើកតម្កើងខ្លួនឯងជាអ្នកចេះទេ
អាយុ3ឆ្នាំខ្ញុំចូលសាលាមត្តេយ្យអាយុ6ឆ្នាំខ្ញុំចូលសាលារដ្ឋ ចា រៀនវិទ្យាល័យអនុវិទ្យាល័យមហាវិទ្យាល័យសាកលវិទ្យាល័យ 10ឆ្នាំធ្វើសំណង តែចេះមែនទេ គណៈកម្មការទី1កុំអើ ខ្ញុំ មាត់ ចេះ ចា មិនមែនថាខ្ញុំអួតទេបន្ទុកដែលគ្រូឲ្យគឺមិនដែលក្រោម0ទេ ចាគាត់តែចេះដឹងចា ក៏ពី1ដល់5តិចបំផុត1ច្រើនបំផុត5ប៉ុន្តែក្នុងសភៅរបស់ខ្ញុំធ្វើកំណាយគឺបាន10 ចា មូលហេតុអីបាន10ខ្ញុំលួចកែថែមមនុស្សយើងត្រូវការកម្លាំងចិត្តអ្នកច្រៀងត្រូវការអ្នកទះដៃអ្នកប្រដាល់ត្រូវការអ្នកហូយើងរៀនដូចនេះដែរបើយើងបានបន្ទុកតិចបានមិនចោយស្អីយើងត្រូវឲ្យកម្លាំងចិត្តខ្លួនឯងបើគ្មានគេណាឲ្យយើងឲ្យខ្លួនឯងកែដាក់10ខ្លួនឯងបើធ្វើឃើញ10ចង់រៀន ចាអរគុណអរគុណដល់គណៈកម្មការទី1 គ្នា នៅតន់ចប់ទៀតចាតទៀត ចឹងបាទបងប្អូនហើយគ្មានអារីផុតដល់ទី5 ដេកសិនណាម៉ែ ពីអូននិយាយណាអញដេកណា ដេកអើយ គាត់បាននិយាយថាប្រាប់សិស្ស អឺ ពីមុននៅតូចឆ្នាំនេះមិនដូចឆ្នាំមុនទៀតឡើយ បង កូនលូតលាស់ធំដុសរោមចិត្តហើយ បង ពុកម៉ែអត់ស្បើយកូនវែងជាងឪពុកនេះជាពាក្យល្អបំផុត ចាអរគុណដល់គណៈកម្មការទី អត់ទាន់ចប់ទេ 1នៅទេចានៅទេ សារម៉ែអើយអាយទៅដល់កូនមកបាន តែប្រឹងភាសាមនុស្សទេ នៅទៀត ខ្ញុំស្រាវជ្រាវដល់ភាសាសត្វទៀត ចាភាសា ខ្ញុំ សាស្ត្រ ដឹង ទៀត ពីចរិតសត្វ ចា មិនមែនខ្ញុំសត្វទេតែខ្ញុំដឹង ចាដឹងហ៎ មូលហេតុអីបងប្អូនមិនឆ្ងល់ហេតុអីកូនឆ្មាចូលចិត្តស៊ីឆ្អឹងខ្ញុំស្រាវជ្រាវផ្ទាល់ខ្ញុំសោកខ្ញុំពិសោធន៍ខ្លួនឯងដឹងខ្ញុំទិញឆ្អឹងអាចឆ្អឹងលេខ1អាចឆ្អឹងជំរឿសជាតិហ្នឹង1គីឡូមកពិសោធន៍ខ្ញុំស៊ីខ្ញុំស៊ីអស់តែកន្លះគីឡូខ្ញុំដឹងលទ្ធផល ចា លទ្ធផលនោះគឺខ្ញុំជាប់ក ចាអរគុណដល់គណៈកម្មការទី យើងអាចដឹងថា 1នៅទៀតតា ឆ្មាវាមិនមែនចូលចិត្តស៊ីឆ្អឹងទេគឺមនុស្សយើងឲ្យវាស៊ីឆ្អឹងបើយើងដាក់សាច់ឲ្យវាស៊ីសាច់ហើយ ចាអរគុណដល់គណៈកម្មការទី1សូមស្ដាប់ទៀតដៃ អញឆ្លងណាស់ បងដេកអស់ហើយអ្នកក្រោយបងចាសូមជើញបងទៅកាន់ទីកន្លែងចា អូនណាអូនចេះ ចាម៉ែអូនណា អញកោតចេះម៉ែអើអាយចេះបង្កើតកូនមកបានសិនតែឈួតណា គឺថាពូជល្អចាអរគុណមុននឹងកម្មវិធីចាប់ផ្ដើមសូមបងគណៈកម្មការឲ្យ សូមជើញខាងកូនកំមុំរបស់លោកពូឡើងអង្គុយឡើងលើឲ្យអូន2នាក់ខាងនោះប្រឡង កូនកំមុំចាកូនកំមុំរបស់លោកពូចា ឥឡូវខ្ញុំសួរថាឯណាបេក្ខជន កុំទ្បៀតចូល យកមកយក ជត់បែកជើងណាបែកជើងខ្ញុំអង្គុយណា អង្គុយណាអង្គុយណា ស្ងាត់ស្ងាត់មួយខ្ញុំសួរថាឯណាបេក្ខជន នេះនេះ អូខេពេលនេះចាប់ផ្ដើមដាក់សំណួរសំណួរសួរថា សំណួរសួរបែបមកទៅណា លើស្ដាប់គណៈមេប្រយោគឲ្យជំនួស សុំស្ងាត់ បើទុកមុខឲ្យខ្ញុំជាគណៈកម្មការគុំច្រលេកច្រឡូតមាត់ជាមួយខ្ញុំសួរថាតើទីរួមខេត្តតាកែវស្ថិតក្នុងខេត្តណា ចាសូមបែកជើងទី1ឆ្លើយតាកែចូល សំណួរនេះឆ្លើយណាកូនណាឆ្លើយចាញ់ណាសំណួរជ្រៅណាស់ខ្ញុំព្រួយខួរហើយគិតមិនចេញទេណាបដាឲ្យទីរួមខេត្ត ឥឡូវបងអូនខាងណាឆ្លើយមុន ទីរួមខេត្តតាកែវនៅក្នុងខេត្តណាម៉ែ អូយកូនឯងសូមបែកជើងឆ្លើយ អញហើយអញតូនតាពាក់មី អស់មកគិតណាណែ ឆាត់កូនจะដល់មកហើយ ជួយខេត្តតាកែវនៅ សូមអញ្ជើញឆ្លើយសូមអញ្ជើញឆ្លើយ ចាសូមជើងឆ្លើយ សូមជួយឆ្លើយបងអូន ខេត្តតាកែវនៅខេត្តណាចឹងម៉ែអើយ ខេត្តតាកែវទៅជាប់ខេត្តតបងកូន ខេត្តតាកែវបូកគោដឹងណាខេត្តតាកែវ បើថាមិនដឹងអាចសារ កូ ភាព នឯងទៅដល់ទីហើយ ខេត្តតាកែវនៅខាងត្បូងខេត្តស្វាយរៀងខេត្តតាកែវស្ថិតនៅក្នុងខេត្តកោះកុង អូបែកទៅកូនណា កោះកុងវាមានចំនួន មកកម្មការ ល្ងងណាស់អត់យល់ពីសំណួរគេសំណួរពិបាកមែនប៉ុន្តែយើងត្រូវប្រាក់កំណត់ខេត្តទីរួមខេត្តតាកែវស្ថិតនៅក្នុងខេត្តតាកែវហ្នឹងហើយ អញ្ចឹងសួរស្អី អញសួរឯងភ្លើដែរមែន អូនឯងឆ្លើយថាម៉េចមិនឆ្លើយថាម៉េចមិញ ខេត្តតាកែវខេត្តតាកែវនៅក្នុងខេត្តកោះកុ ក ង ងសុំកែសម្រួលអក្ខរាវិរុទ្ធយើងខ្មែរមិនអាចនិយាយកែវទេយល់ទេកែវហើយក៏មិនអាចនិយាយខ្ញុំដែរមិនមែនខ្ញុំទេ កែវ ខ្ញុំ កែវ ដូចអ្នកខ្លះប្រើគ្រាមភាសារបស់គាត់ថាផឹកឆាហូចឆៃហូចឆៃហូចឆោមអត់ឆោមទៅឆុកតែទៅឆុកលេខអាចឆោចច្រាក់កើនឹងគឺវាខុសអក្ខរាវិរុទ្ធចាំងមិនចាំងបងប្អូនកែប្រែបព្វធម៌ខ្មែរហៅសួរទៀតដល់កម្មការសួរ ឥឡូវនេះដល់សំណួរទី2 បាទ ត្រូវឲ្យបេក្ខជនអនុវត្តផ្ទាល់
ពីរបៀបជំរាបសួរឥឡូវសូមអញ្ជើញលោកឪពុកក្មេងណាជាណាក្តី ចា តើ ពីរបៀប ការ ជំ ជំ រា រា บบ សួ សួ រ រ ចា ឪពុកក្មេងតាមរបៀបម៉េចឲ្យសមរម្យ rồi hai món ạ អូបែកជនទី1 កូនហ៎ nè đai ơi con ចាពី liền របៀបជំរាបសួរល្អ con liền nè mà đai đâu ngay hai năm mai អត់គ្រូអត់គ្រូអត់ទៅបានទៅចាំមួយថ្ងៃក្បាលហើយហ្នឹង con liền nè mà đai tôi slide sầm nua kia hai năm nè mà អឺ đai តើបានសឹកកូនណាម៉ាក់ đây nơi còi với ម៉ែនឹងអង្គុយចាំកូនឯនេះណាកូនណាទៅឡើងយន្តហោះហើយហ្នឹង អូជំរាប បង សួរ ប្អូន ពុក ចូល ក្មេ កុ ង ំស៊ីមកបងប្អូនត្រូវការបញ្ញត្តិជាបន្ទាន់ ងាប់ไปមុនឆ្លើយគេអាចចំត្រឹមត្រូវកូនគេលើកដៃមិនកូន đấy គេលើកដៃមិនអលឿនហ្នឹងអត់លឿនណាជំរាបសួរកូ អូ ន ជំរាបសួរឪក្មេង យ៉ាងមិនដែរលោកគណៈកម្មការ អូននោះ អូនោះជំរាបសួរឪ đều ក្មេង xua ấy khla ជំរាបសួរពុកតា con đi luôn đâu có nè អីនេះ lệch luôn mấy nha sắp អីគេនេះហ៎អីគេអូយឈឺបាល់ ấy da 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 បានអូនបាននេះមិនមែនកន្លែងបង្វឹកហាច់មនុស្សឈួតទេអូន យ៉ាងមិនដែរលោកគណៈកម្ម ឥឡូវ ការ នេះខ្ញុំសូមបេក្ខជនបេក្ខនារីចំនួន5នាក់ដើម្បីមក ចា សម្ 5 ដែង នាក់សុំ ឲ្យ ក្រុមយើង បេក្ខជនមើលបាទ ចាសុំក្រុមយើង បេក្ខជនចំនួន5នាក់អូន 5នាក់5រូប អូខាងនេះបាទជើញមក ឡើងមកលើវេទិ ម៉ែ កា គេមិនសាពាក់ដូនឯងចឹងចាំមើលគេអ្នកចេះតែ5រូបគណៈកម្មការយើងបង្រៀន សុំជើញចា nhóm cho chui po ơi lược po mỏi នាងឲ្យហបចូលចិត្តពូមកមួយ ấy ចា rồi ចា អូនអូន ជើញ ជួយ ខាង ជួយ នេះកូនចា អូតម្រង់ជួយអ្នកសួរណាអត់ទេល្អណាស់ប៉ុន្តែវាអត់ទាន់ត្រឹមត្រូវទេបងអូនទី1ជំរាបសួរដាក់ព្រំចង្កើកើមចង់ដៃចង្កើកើមនេះមកអូនមើលដៃសូមកាន់តិចមកចុះហើយខំអាមេដៃដាក់ចំធុង ត្រឹមចង្ការកើម ហើយបងអូនស្អីខាងនេះចិញ្ចើមដាក់នឹងបបបបបេដូចគ្នា បបោមាត់បបែ អូខេអូនខាងនេះរៀងធាត់ជាងគេអូនលើកពោះតិច ធំ ដាក់ឲ្យចំ ចំមក អូខេអូស៊ីស្លូបានេះនេះcũng làm được àអូខាងនេះអូនដាក់ចឹងនេះមកខំងើបមកឡើងអូនគិតឃើញមុខទេបងអូនស្រីខាងនេះមានរៀងធាត់ជាងគេរៀងចាស់ជាងគេសក់ក៏ក្រញ៉ាញ់ អូយក៏មកអាប់ទេចា អូនលើកឲ្យផុតអូនផុតមក ផាត់ចា អូខេឃើញទេបងអូនទាំងពីរនាក់ ចារបៀបជំពះគឺបែបនេះ របៀបសំពះនេះគឺថានេះសម្រាប់សំពះអ្នកដែលមានឋានៈស្មើគ្នាគឺសំពះរបៀបនេះឯរបៀបអូនខាងនេះគឺត្រឹមបបោមាត់ហ្នឹងសំពះសម្រាប់មើលទៅមើលសម្រាប់ ចាញ់មើល ខ្ញុំជួយមើលទេលោកគណៈកម្មការ អូយមើលវាក្រំយកខំ នេះ ត្រូវការជំនួយអត់ ហ្នឹង ស្មើគ្នា នេះអូនសំពះសម្រាប់អ្នកដែលមានវ័យចាស់ជាងឬមួយឋានៈធំជាង ហើយបងអូនកណ្ដាលនេះសំពះរបៀបនេះសំពះសម្រាប់មេត្តាបិតាជីដូនជីតាឬគ្រូអាចារ្យបាត់ជាយអូនលើកដល់ព្រំចុងចិញ្ចើមនេះសំពះដូចជាព្រះមហាក្សត្រព្រះសង្ឃឬវត្ថុស័ក្តិសិទ្ធិនៅលើលោកឯរីបងអូនដែលលើកដល់ផុតលេខនេះអូនសំពះគឺគោរពចំពោះទេវតាព្រះឥន្ទព្រះព្រហ្មនិងបួងសួងសុំសេចក្តីសុខឃើញទេអូនទាំងអស់គ្នាបេក្ខជនតាមរូប បេក្ខជន ហើយអ្វីដែលខ្ញុំបានទាំងនេះមកគឺខ្ញុំស្រាវជ្រាវពីនេះចាស់បុរាណគាត់ចងក្រងសម្រាប់ជាឯកសារឲ្យកូនចៅឲ្យយល់ដឹងពីរបៀបសំពះរបៀបម៉េចណាបងអូនណា បាទយកឡាយអរគុណបងចឹងតែពិតយើងដឹងចិត្តតែភ្លេចម្លងអត់ចាប់អារម្មណ៍កន្លែងហ្នឹងមិនចឹងទេក្រូចណា ហ្នឹងហើយរឿងងាយទេប៉ុន្តែយើងអត់ចេះក៏វាអត់ល្អដែរ បាទគឺទៅការសម្ភារគេមានលបែបផែនរបស់គេយកអត់ដឹងបាទអរគុណណាបងគ្រឿន អរគុណអូនអរគុណអូន បាទអរគុណអូនបាទអរគុណបាទរឿងកំ pl ៃក្លែងសិនបាទចាប់រងមកឆ្កល់មកសូមបេតាកាន់តែបើទៅផងដែរបើសិនបងប្អូនត្រូវការកាត់សក់បាទសម្អាងការទៅមកលេខទូរស័ព្ទ07300